អូខេអូខេស្ដីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកព័ត៌មានមួយពីទុក្ខិនពីការពាក់នាឡិកាបានលុយសមាជិករបស់ Vivo ទាំងអស់គ្នាគាត់ជាដឹងហើយថានៅពេលដែលយើងពាក់នាឡិកាទៅគឺយើងទទួលបានទុក្ខិនហើយទុក្ខិនហ្នឹងយើងអាចបដូរទៅជាEthereum ហើយយើងអាចបដូរទៅជាលុយដុល្លារបានតាមរយៈ bank ធនាគាររបស់យើងផ្ទាល់ហើយថ្ងៃនេះខ្ញុំចង់បង្ហាញពីការ login ចូលក្នុង account token wallet ផងខ្លួនឯងផ្ទាល់ហ្នឹងចង់បង្ហាញដល់បងប្អូនអ្នកថ្មីដែលមិនទាន់ដឹងអំពីការ login ចូលមើលtoken ថ្ងៃនេះខ្ញុំសូមបង្ហាញពីការចូលមើលក្នុងយើងចូលតាម browser មួយណាក៏បានដែរប៉ុន្តែនេះខ្ញុំចូលតាម Google ខ្ញុំ search ពាក្យVivo token នេះបងប្អូនអរគ្នានៅខាងលើហ្នឹងហើយខ្ញុំ select យកទាំងនឹងម្ដងហើយនេះខ្ញុំ select យកខាងលើហ្នឹងនេះបាន login ចូលមកដល់ហើយនេះគឺ account របស់ខ្ញុំVivo token នៅពេលនេះយើងចុចនេះគឺ Vivo token eSIM Pay នេះសម្រាប់សមាជិករបស់ Vivo ទាំងអស់គ្នាគឺនៅពេលដែលយើងពាក់គឺទទួលបាន token បែបហ្នឹង eSIM Pay ហើយVivo token eSIM Pay ហ្នឹងបានសហការជាមួយនឹង Ethereum គឺបងប្អូនដែលបានស្គាល់អំពី Bitcoin គឺគាត់ដឹងហើយអំពី Ethereum បែបនេះគឺជាគេហៅថាលុយអេឡិចត្រូនិកដូចនេះខ្ញុំចូលទៅក្នុងaccount របស់ខ្ញុំផ្ទាល់តែម្ដងបាទបងប្អូននេះជា account របស់ខ្ញុំនេះខ្ញុំចុះឈ្មោះបានប្រហែលជាមួយខែជាងដែរប៉ុន្តែខ្ញុំអត់ទាន់បានធ្វើទីផ្សារស្រួលបួលអញ្ចឹងហើយខ្ញុំអត់ទាន់បានរកសមាជិកថ្មីទៅមកឡើយចាប់ដើមឥឡូវខ្ញុំ login ចូលតែម្ដងជាស្រ័យបងប្អូនគ្នាអ៊ីនធឺណិត slow តិចនេះបងប្អូនគ្នាដំបូងឡើយយើងចូល Vivo token បែបនេះមកបងឡើយយើងនៅពេលដែលបងប្អូនទាំងអស់គ្នាចុះឈ្មោះទិញជាកញ្ចប់ Master Pro ឬក៏កញ្ចប់ធម្មតាហ្នឹងគឺក្រុមការងាររបស់ Vivo Cambodia ទាំងអស់គាត់បានបង្កើតជា email ហ្នឹងគឺយើងអាច login ចូលទៅក្នុង Vivo Smart App ហើយនឹង Vivo Token បានឆ្ងាយយើងយក email ហ្នឹងនិង password ហ្នឹងយកមក login ចូលខ្ញុំសូមវាយ email របស់ខ្ញុំនេះសារខ្ញុំអត់ឲ្យបងប្អូនឃើញទាំងអស់គ្នានេះខ្ញុំគ្រាន់ដាក់ email ឲ្យឃើញទេព្រោះ password ខ្ញុំអត់ឲ្យបងប្អូនឃើញទេសូមលាក់ទាំងហ្នឹងឥឡូវខ្ញុំចុច aim robot ហើយ login យកតែម្ដងនេះខ្ញុំបានចូលមកក្នុង account របស់ខ្ញុំហើយដោយសារតែខ្ញុំអត់ទាន់បាន verify ជាមួយនឹងKYC គឺនៅត្រង់ហ្នឹងឯងខ្ញុំអត់បាន verify ទេដល់ពេលអញ្ចឹងទៅកន្លែងនេះគឺលោតសញ្ញាខ្វែងអញ្ចឹងដល់ពេលដែលខ្ញុំ verify ហើយឡើងលោតអញ្ចឹងហើយដល់ពេលខ្ញុំ verify ហើយ bank ធនាគាររបស់ខ្ញុំហ្នឹងដូចជាខ្ញុំពាក់នាឡិកាហ្នឹងគឺទទួលបាន token ខ្ញុំអាច pay ទៅឲ្យបងប្អូនឬក៏មិត្តភ័ក្តិដែលគាត់ចង់បាន token ហ្នឹងហើយគាត់យកទៅចាយតាមប្រព័ន្ធអ៊ីនធឺណិតបាននេះរបៀបនៃការពេញ KYC យើងជួយ KYC
នេះដោយសារខ្ញុំអត់ទាន់ verify អញ្ចឹងគឺឲ្យបំពេញត្រង់នេះគឺបំពេញpassport ឬក៏អត្តសញ្ញាណប័ណ្ណប៉ុន្តែខ្ញុំអត់ទាន់បំពេញទេព្រោះសប្តាហ៍ថ្ងៃខ្ញុំនៅកូរ៉េអញ្ចឹងពេលប្រហែលជាខ្ញុំទៅខ្មែរវិញបានខ្ញុំបំពេញស្ថានហ្នឹងឲ្យពេញលេញអញ្ចឹងព្រោះយើងត្រង់នេះយើងបើយើងបំពេញយើងថតមុខ passport ហើយនឹងទី2នេះយើង selfie យើងកាន់ passport ហើយខ្ញុំចូលកន្លែងទូខិនខ្ញុំម្ដងទៅជាស្រ័យបងប្អូននេះnet សើដើរអញ្ចឹងនេះជា account របស់ខ្ញុំនៅម្ដងទេចូលមកទូខិនមកចុច dashboard នេះបងប្អូននេះចូលមកដល់ហើយ Vivo Token ERC20 នៅពេលដែលយើងពាក់នាឡិកាហ្នឹងទទួលបាន Vivo Token គឺយើងអាច convert ទៅជា Ethereum បាន ETH ហ្នឹងគឺជា Ethereum បងប្អូនដែលស្គាល់ Bitcoin Boncoin គឺគាត់ដឹងអំពី cryptocurrency គឺ ETH ហ្នឹងហើយ Vivo របស់យើងនេះគឺយើងអាចពាក់ទទួលបាន token ហើយគឺយើងអាចបដូរទៅជា ETH បាននេះគឺជា Vivo Token Wallet របស់ខ្ញុំផ្ទាល់តែម្ដងគឺខ្ញុំពាក់បាន8ជាងហើយ8 token ជាងហើយដោយសារខ្ញុំទទួលបានដែរព្រោះខ្ញុំខាង upline របស់ខ្ញុំគាត់ប្រហែលជាកំងមករឿងយូរដែររយៈពេល1ខែបានខ្ញុំទទួលបានអញ្ចឹងហើយនេះគឺជា Vivo Token របស់ខ្ញុំពាក់ទទួលបានពាក់ប្រហែលជាជិត1ខែផ្ទាល់បានប៉ុណ្ណឹងព្រោះដំបូងខ្ញុំអត់ជឿទេដោយសារពាក់ហើយខ្ញុំក៏ចង់ដឹងក៏បានឲ្យចុះឈ្មោះជាកញ្ចប់ Master Pro ពាក់ទទួលបាន token ឥឡូវខ្ញុំជឿមែនព្រោះខ្ញុំដំបូងខ្ញុំអត់ជឿទេហើយខ្ញុំពាក់អត់បាន1ខែផងបាន8 token ជាងហើយឥឡូវខ្ញុំសូមបង្ហាញពីការមើល token នេះមិញខ្ញុំ login ចូលនេះចូលកន្លែង history នេះបងប្អូនអរគ្នាខាងនេះទៀតVivo Pay នៅពេលដែលបងប្អូនពាក់នាឡិកាហ្នឹងគឺទទួលបានtoken ហ្នឹងគឺយើងអាចលក្ខណៈថាយើងទិញអីវ៉ាន់តាមអនឡាញគឺយើងអាចប្រើ Vivo Pay បានមិនថាទិញផ្ទាល់ឬក៏ទិញតាមអនឡាញទេគឺយើងអាចប្រើប្រាស់ Vivo Pay ហ្នឹងគឺយើងនៅពេលយើងពាក់នាឡិកាទៅយើងទទួលបាន token គឺយើងអាច pay តាមនឹងបានអូខេបងប្អូនអរគ្នាអត់មានអីទៀតទេខ្ញុំមានតែប៉ុណ្្នឹងព្រោះខ្ញុំអត់ទាន់ដឹងច្បាស់ពីអត់ទាន់ដឹងច្បាស់ដែរព្រោះខ្ញុំទៅតែបានមើលទៅដល់អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនថ្មីដែលគាត់ចង់ដឹងព័ត៌មានបន្ថែមពី Vivo Camera Day អីគាត់អាចចូលទៅក្នុង YouTube Channel របស់ខ្ញុំ Vansai ឬក៏ Facebook របស់ខ្ញុំផ្ទាល់ Vansai អូខេជម្រាបលាបងប្អូនអរគ្នាសុខសប្បាយទាំងអស់គ្នា